And let there be no mistakes about this. Whoever governs Singapore must have that iron in him or give it up. This is not a game of cards. This is your life and mine. I spent a whole lifetime building this. And as long as I'm in charge, nobody's going to knock it down. កម្ពុជាត្រូវតែក្លាយជាបង្គាពុលនៅលើពិភពលោកដែលត្រីធំកំពុងតែលេបត្របាក់ត្រីតូចៗបើកម្ពុជាជាត្រីតូចកម្ពុជាត្រូវក្លាយជាត្រីតូចដ៏គ្រោះថ្នាក់ដែលគ្មាននរណាម្នាក់ហ៊ានលេបកម្ពុជាត្រូវតែវិវត្តទៅជាបង្គាពុលដោយប្រទេសសិង្ហបុរីប្រទេសសិង្ហបុរីជាប្រទេសតូចមួយនិងងាយរងគ្រោះប្រទេសសិង្ហបុរីបានប្រឈមមុខនឹងការគំរាមកំហែងពីប្រទេសជិតខាងដ៏មានឥទ្ធិពលដូចជាម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីប៉ុន្តែនាយករដ្ឋមន្ត្រីជើងចាស់របស់ពួកគេគឺលោកលីខ្វាន់យូបានយល់ការពិតដ៏ឃោរឃៅរបស់ពិភពលោកលោកលីខ្វាន់យូបាននិយាយយ៉ាងដូចនេះនៅក្នុងពិភពលោកដែលត្រីធំស៊ីត្រីតូចហើយត្រីតូចស៊ីបង្គាសិង្ហបុរីត្រូវតែក្លាយជាបង្គាពុលគាត់បាននិយាយសារនេះយ៉ាងច្បាស់ប្រសិនបើអ្នកនៅទូចអ្នកត្រូវតែខ្លាំងក្លាបំផុតទើបគ្មាននរណាហ៊ានគំរាមកំហែងអ្នកប្រទេសសិង្ហបុរីមិនបានរងចាំឯករាជ្យភាពនោះទេប៉ុន្តែប្រទេសនេះបានកសាងកម្លាំងដើម្បីទាមទារឯករាជ្យភាពដោយខ្លួនឯងប្រទេសសិង្ហបុរីបានបណ្ដាក់ទុនជាង$13,000 លានជារៀងរាល់ឆ្នាំក្នុងវិស័យការពារជាតិដែលធ្វើឲ្យកងទ័ពជើងទឹកនិងកងទ័ពអាកាសរបស់ខ្លួនមានភាពរឹងមាំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទោះបីជាប្រទេសសិង្ហបុរីមានទំហំតូចក៏ដោយសប្តាហ៍ថ្ងៃនេះគ្មាននរណាហ៊ានតតាំងនឹងអធិបតេយ្យភាពរបស់សិង្ហបុរីនោះទេចុះចំណែកប្រទេសកម្ពុជាវិញយើងជាប្រជាជាតិមួយដែលមានមោទនភាពសម្បូរទៅដោយប្រវត្តិសាស្ត្រវប្បធម៌និងភាពធន់យើងតែងតែប្រឈមមុខជាមួយនឹងការគំរាមកំហែងពីប្រទេសជិតខាងដូចជាប្រទេសថៃដូចជាការរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ការចាប់ទាហានរបស់យើងនិងព្យាយាមលុបបំបាត់អត្តសញ្ញាណរបស់យើងនៅក្នុងពិភពលោកដែលផ្ដល់តម្លៃទៅលើអំណាចនិងកម្លាំងសន្តិភាពតែមួយមុខមិនគ្រប់គ្រាន់ទេយើងត្រូវតែខ្លាចជាបង្គាពុលមិនមែនសម្រាប់ធ្វើបាបអ្នកដទៃប៉ុន្តែដើម្បីការពារខ្លួនយើងមិនមែនដើម្បីបង្កសង្គ្រាមប៉ុន្តែដើម្បីរារាំងការឈ្លានពានមិនមែនដើម្បីត្រួតត្រាលើប្រទេសណាមួយតែដើម្បីរស់នៅដោយសេចក្តីថ្លៃថ្នូរដល់ពេលដែលយើងត្រូវក្រោកឡើងមិនមែនជាពេលដែលស្ថិតនៅក្នុងភាពភ័យខ្លាចប៉ុន្តែជាពេលដែលក្រោកឡើងជាមួយនឹងយុទ្ធសាស្ត្រដែលពេញដោយធម៌ពលភាពរឹងមាំតាមរយៈការរួបរวมសុវត្ថិភាពតាមរយៈការវិនិយោគអធិបតេយ្យភាពតាមរយៈការត្រៀមខ្លួនរួចជាស្រេចនៅក្នុងពិភពលោកបច្ចុប្បន្ននេះយុត្តិធម៌ដែលគ្មានអំណាចគឺជាយុត្តិធម៌នៅក្នុងក្តីស្រមៃតែប៉ុណ្ណោះកម្ពុជាមិនត្រូវឲ្យគេគៀបសង្កត់ឬរុញច្រានទៀតឡើយកម្ពុជាត្រូវតែក្លាយជាបង្គាពុលដែលគ្មាននរណាម្នាក់អាចលេបត្របាក់បានទុំជាតិយើងក្រមចិនឆៅប្រាំងបីឈរនៅរឹងមាំកងទ័ពយើងខាមមាត់អត់ទ្រាំជំហរមុតមួមលើដងភ្នំ